ជាបឋមនេះខ្ញុំសូមគោរពជំរាបសួរដល់អាដាមសាស្ត្រាចារ្យឆោប៊ុនប៉ូដែលជា share នៅក្នុង webinar ថ្ងៃនេះក៏សូមគោរពជំរាបសួរផងដែរលោកគ្រូអ្នកគ្រូទាំងអស់ក៏ដូចជាបងប្អូននិស្សិតប្រហែលជាមានបងប្អូននិស្សិតនៅក្នុងនេះដែរដែលកំពុងតែចូលរួមនៅក្នុង webinar ដែលយើងនឹងទៅចែកអំពីការ update ថ្មីៗទៅលើ management របស់ជំងឺ COPD ដែលយើងហៅថាជំងឺស្ទះតមសួតរ៉ាំរ៉ៃចា៎នាងខ្ញុំវិជ្ជបណ្ឌិតឆនសុធារីឯកទេសផ្លូវដង្ហើមនិងសួតដែលបច្ចុប្បន្នគឺបម្រើការនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពនិងមន្ទីរសម្រាប់ព្យាបាល Air Plus ទៅហ្នឹងចឹងអូខេបើយើងទៅចែកអំពីជំងឺ COPD របស់យើងគឺបានន័យថា Chronic Obstructive Pulmonary Disease គឺសំដៅទៅលើជំងឺស្ទះផ្លូវដង្ហើមឬក៏តងសួតរ៉ាំរ៉ៃដែលបង្កឲ្យអ្នកជំងឺយើងហ្នឹងគឺមានជារោគសញ្ញាជាប្រចាំនិងមានការវិវត្តទៅរកភាពហត់បន្តិចម្ដងដោយសារតែមានការស្ទះទៅតាមផ្លូវដង្ហើមតូចៗរបស់គាត់ហ្នឹងជាពិសេសគឺតងសួតរបស់គាត់ហ្នឹងវាបន្តិចម្ដងដែលវារំខានទៅដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺរបស់យើងហើយក្នុងករណីដែលជំងឺហ្នឹងវិវត្តទៅរកភាពធ្ងន់ធ្ងរនោះអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់សកម្មភាពប្រចាំថ្ងៃហើយក៏អាចឈានទៅដល់គេហៅថាពិការភាពនៅក្នុងការធ្វើការងារប្រចាំថ្ងៃរបស់អ្នកជំងឺយើងផងដែរអញ្ចឹងដូចដែលបានបង្ហាញដោយលោកសាស្ត្រាចារ្យឆោប៊ុនប៉ូដែលយើងជំងឺ COPD នេះយើងចាត់ទុកជាជំងឺមិនឆ្លងជា non communicable disease ដែលមែនតើទៅនៅក្នុងចំណោម non communicable disease ទាំងអស់ហ្នឹងមានលទ្ធភាពគឺជាកង្វល់ដែលបង្កឲ្យមានបញ្ហាសុខភាពទូទាំងពិភពលោកតែម្ដងហើយដែលវាដើរតួអាចនិយាយថា2ភាគ3នៃជំងឺផ្សេងដែលបង្កឲ្យមានការស្លាប់របស់ប្រជាជនទូទាំងពិភពលោកហើយក្នុងនោះ COPD របស់យើងគឺដើរតួលេខរៀងទី3បានន័យថាខ្ពស់មែនតើដែលជាអ្នកធ្វើឲ្យមានការស្លាប់របស់ប្រជាជនទូទាំងពិភពលោកនឹងឯងបន្ទាប់ពីជំងឺ cardiovascular ហើយនិង neoplastic យើងមើលទៅលើburden global burden ចុងក្រោយដែលខ្ញុំដកចេញមកពី BMG បានន័យថា British Medical Journal នៅឆ្នាំ2022លោកគ្រូអ្នកគ្រូនឹងឃើញប្រទេសកម្ពុជាយើងនេះយើងឃើញថា prevalence របស់ COPD គឺនៅចន្លោះពី2000ទៅ2500អ្នកជំងឺនៅក្នុងចំណោមប្រជាជន100,000នាក់បើគិតទៅគឺច្រើនខ្ពស់មែនតើហើយមែនតើទៅទិន្នន័យនេះប្រហែលជាអាចអត់ដល់ពិតប្រាកដទេដោយដែលលោកសាស្ត្រាចារ្យគាត់បានលើកពីមុនមកអញ្ចឹងដោយសារតែអ្នកជំងឺយើងជាច្រើននៅតាមបណ្ដាខេត្តផ្សេងគឺគាត់មិនទទួលបានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ទាក់ទងទៅនឹងជំងឺ COPD របស់គាត់ទេនៅឆ្នាំ2022ទៀតនេះដែរនៅប៉ែកអឺរ៉ុបខាងអាមេរិកគេរកឃើញថាអ្នកជំងឺប្រមាណជា17លាននាក់នៅក្នុងឆ្នាំ2022ហ្នឹងនៅសហរដ្ឋអាមេរិកគឺកំពុងតែមានជំងឺ COPD នឹងឯងហើយបើសិនជាគេធ្វើការប្រៀបធៀបទៅលើប្រទេសដែលកំពុងអភិវឌ្ឍនិងប្រទេសដែលអភិវឌ្ឍលោកគ្រូអ្នកគ្រូនឹងឃើញថាទិន្នន័យនៃអ្នកជំងឺដែលនៅក្នុងប្រទេសកំពុងអភិវឌ្ឍណាគឺអាចមានលទ្ធភាពមានជំងឺ COPD ហ្នឹងរហូតទៅដល់4ដងធំជាងប្រទេសដែលគេអភិវឌ្ឍអញ្ចឹងអាចនឹងតាក់ទងទៅនឹង risk factor ដែលយើងជួបនៅប្រទេសដែលកំពុងអភិវឌ្ឍនឹងឯងហើយក្នុងនោះយើងឃើញថាមូលហេតុដែលបង្កឲ្យមានជំងឺ COPD ឬក៏ risk factor ដែលយើងសំខាន់បំផុតនោះគឺទៅលើ environment សំខាន់ជាងគេគឺ smoking នឹងឯងដែលជាមូលហេតុចម្បងដែលធ្វើឲ្យមាន COPD ប៉ុន្តែយើងក៏មិនភ្លេចដែរជាពិសេសប្រទេសកំពុងអភិវឌ្ឍហ្នឹងគឺតាក់ទងទៅនឹង biomass ឬក៏គេហៅថា pollution នេះគឺយើងនិយាយអំពី pollution indoor pollution និង outdoor pollution ទាំងពីរហ្នឹងគឺសុទ្ធតែមានលទ្ធភាពនៅក្នុងការធ្វើឲ្យមាន COPD professional របស់យើង expose ជាមួយនឹងសារធាតុដែលយើងធ្វើការយើងស្រូបយកសារធាតុមួយចំនួនដែលប៉ះពាល់ទៅដល់ទងសួតរបស់យើងជាប្រចាំគឺធ្វើឲ្យអ្នកជំងឺមានវិវត្តទៅរក COPD ផងដែរនៅក្នុងនោះដែរ genetic គឺជាផ្នែកមួយតូចទេដែលបង្កឲ្យមាន COPD នៅស្រុកយើងមែនតើខ្ញុំអត់ដែលឃើញមានជំងឺ COPD ដែលបង្កដោយ genetic នោះទេដោយឡែកនៅក្នុងនោះក៏យើងមានការសិក្សាក្រោយមកទៀតទាក់ទងទៅនឹងជំងឺអង្គុយមួយចំនួនរ៉ាំរ៉ៃដែល
ធ្វើឲ្យមានការដែលធ្វើឲ្យមានសំណល់សួតរ៉ាំរ៉ៃជាពិសេសក៏ប្រទេសដែលកំពុងតែអភិវឌ្ឍឬក៏ប្រទេសដែលគាត់មានជំងឺរបេងច្រើនក៏គេរកឃើញថាក្រោយពីមានជំងឺរបេងរ៉ាំរ៉ៃឬក៏រលាកសួតធ្ងន់ធ្ងរដោយសាររបេងនោះក៏ជាមូលហេតុដែលធ្វើឲ្យមានការវិវត្តទៅរក COPD ផងដែរយើងចូលមកដល់រឿងសំខាន់ថ្ងៃនេះតកតងទៅនឹង COPD management របស់យើងថាតើនៅក្នុងករណីដែលយើងបានដឹងនិងធ្វើរោគវិនិច្ឆ័យទៅលើ COPD ហើយនោះតើយើងមានការព្យាបាលទៅលើអ្នកជំងឺហ្នឹងតាមវិធីណាខ្លះឬក៏របៀបណាខ្លះអញ្ចឹង goal នៃការព្យាបាលរបស់យើងដូចដែលយើងបានដឹងហើយថា COPD គឺជាជំងឺរ៉ាំរ៉ៃហើយមែនតើគឺវាអត់ជាទេអញ្ចឹងអ្វីដែលជា goal ក្នុងការព្យាបាលរបស់យើងគឺធ្វើយ៉ាងណាគឺកាត់បន្ថយ symptom របស់អ្នកជំងឺឲ្យគាត់មានសកម្មភាពរស់នៅបានប្រសើរជាងមុនកាត់បន្ថយការហត់របស់គាត់កាត់បន្ថយនៅការដែលមាន exacerbation ច្រើនហើយជួយបង្កើននៅសមត្ថភាពនៃការរស់នៅរបស់អ្នកជំងឺធ្វើយ៉ាងណាគឺទាំងអស់ហ្នឹងសំដៅទៅលើកាត់បន្ថយនៅអត្រាមរណភាពដែលបង្កឡើងដោយជំងឺ COPD ចា៎អញ្ចឹងការព្យាបាលរបស់យើងគឺវាអាស្រ័យទៅតាមកម្រិតនិងភាពធ្ងន់ធ្ងររបស់អ្នកជំងឺ COPD របស់យើងហើយដែលក្នុងនោះយើងឃើញថាមានជាការព្យាបាលតាមរយៈ non pharmacological និងតាមរយៈ pharmacology ដែរហើយ non pharmacology ហ្នឹងគឺយើងអនុវត្តទៅលើគ្រប់អ្នកជំងឺទាំងអស់មិនថាទៅនៅក្នុងកម្រិតធ្ងន់ឬក៏កម្រិតស្រាលទេដែលក្នុងនោះយើងឃើញហើយមានការណែនាំនិងបញ្យល់ទៅលើអ្នកជំងឺអំពីឲ្យយល់ដឹងអំពី COPD ជាជំងឺរបស់គាត់ហ្នឹងកាត់បន្ថយឬក៏បញ្ឈប់នៅការពិសាបារីរបស់អ្នកជំងឺផ្លាស់ប្ដូរ lifestyle មាន exercise ជាដើមហើយអ្វីដែលសំខាន់នោះគឺការការពារសួតរបស់គាត់កុំឲ្យមានការឆ្លងរោគជាប្រចាំដោយការចាក់វ៉ាក់សាំងអីជាដើមយើងមើលទៅលើការអាប់ដេតថ្មីដែលចេញដោយ Goal នៅឆ្នាំ2025ថ្មីមែនតើអញ្ចឹងដើម្បីធ្វើ management ទៅលើជំងឺ COPD របស់យើងអ្វីដែលយើងគិតក្នុងនាមជាគ្រូពេទ្យសំខាន់បំផុតគឺយើងត្រូវតែដឹងថាគាត់គឺពិតជាមានជំងឺ COPD ពិតប្រាកដមែនតាមរយៈការធ្វើ lung function test ឬក៏ spirometry ហើយក្នុងនោះគឺយើងត្រូវគិតថាតើអ្នកជំងឺស្ថិតនៅក្នុង goal មួយណា goal នេះគឺយើងសំដៅទៅលើភាពធ្ងន់ធ្ងរនៃការស្ទះផ្លូវដង្ហើមរបស់អ្នកជំងឺតាមរយៈ spirometry ហើយយើងត្រូវដឹងថាតើកម្រិតនៃ symptom របស់អ្នកជំងឺនិងកម្រិតនៃភាពហត់របស់អ្នកជំងឺនឹងស្ថិតនៅក្នុងកម្រិតមួយណាអ្វីដែលសំខាន់មួយទៀតនឹងថាតើ history តកតងទៅនឹង exacerbation នៅក្នុងមួយឆ្នាំចុងក្រោយនៃអ្នកជំងឺមកជួបយើងនឹងតើមានប្រមាណដងដែរហើយ4ចំណុចសំខាន់ហ្នឹងគឺធ្វើយ៉ាងណាដើម្បីឲ្យយើងដឹងថាតើអ្នកជំងឺរបស់យើងនឹងគាត់ស្ថិតនៅក្នុងក្រុមមួយណាជា group A group B ឬក៏ group E ដើម្បីឲ្យយើងអាចដាក់នៅការធ្វើ management ហ្នឹងឲ្យបានត្រឹមត្រូវទៅតាមកម្រិតនៃអ្នកជំងឺរបស់យើងនឹងខ្ញុំសូមបង្ហាញបន្តិចដែរអំពី goal របស់យើងនៅក្នុងនោះគឺ goal គឺយើងធ្វើដើម្បីឲ្យដឹងអំពីកម្រិតធ្ងន់ធ្ងរនៃការស្ទះទៅលើតងសួតរបស់អ្នកជំងឺដែលក្នុងនោះយើងអនុវត្តទៅតាម spirometry test របស់យើងដែរមែនតើទៅវារៀងខ្វះខាតបន្តិចដោយសារតែនៅប្រទេសយើងនឹងមានតែមន្ទីរពេទ្យធំឬក៏ clinic ធំមួយចំនួនទេដែលមាន spirometry ឬក៏ lung function test ហ្នឹងសម្រាប់ធ្វើឲ្យអ្នកជំងឺរបស់យើងចឹងហើយបានជាមានករណីជាច្រើនដែលយើង miss នៅក្នុងការធ្វើ diagnosis ទៅលើ COPD នៅនោះគឺយើងចែកជា4 grade ដែល grade goal 1 2 3 4ហើយនៅក្នុងកម្រិត4ហ្នឹងគឺបានន័យថាកម្រិតនៃការស្ទះតងសួតរបស់គាត់ហ្នឹងគឺធ្ងន់ធ្ងរមែនតើនៅក្នុងscale មួយដែលយើងហៅថា MMRC គឺជា scale ដែលយើងបញ្ជាក់អំពីភាពធ្ងន់ធ្ងរនៃការហត់របស់គាត់វាស្តៀងនឹងនីហារបស់បេះដូងដែរក៏ប៉ុន្តែនៅក្នុងជំងឺ COPD ជំងឺសួតយើងគឺគេប្រើទៅតាម score MMRC ដែលក្នុងហ្នឹងគឺគេកំណត់អំពីភាពធ្ងន់ធ្ងរនៃការហត់របស់អ្នកជំងឺហើយវាមាន grade 0 1 2 3 4ហើយនៅក្នុង grade 4ហ្នឹងគឺ grade ដែលអ្នកជំងឺគឺហត់ខ្លាំងមែនតើសម្បីតែធ្វើសកម្មភាពអីផ្សេងតិចបន្តួចហ្នឹងក៏ហត់ដែរបើនិយាយទៅគាត់នៅស្ងៀមក៏ហត់ដែរគឺជាកម្រិតដែលធ្ងន់ធ្ងរassessment មួយទៀតគឺយើងហៅថា CAT assessment នេះគឺគេសំដៅទៅលើ symptom របស់អ្នកជំងឺបានន័យថាយើង evaluate ទៅលើភាព
ញឹកញាប់នៃសាំងតូមនិងផលរំខានដោយរោគសញ្ញារបស់អ្នកជំងឺចំពោះអ្នកជំងឺផ្ទាល់ហើយដែលមានស្ករហ្នឹងរហូតដល់40ស្ករប៉ុន្តែនៅពេលដែលស្ករហ្នឹងគឺចាប់ពី10ឡើងទៅគឺបានន័យថាសញ្ញារបស់គាត់ហ្នឹងគឺរៀងធ្ងន់ធ្ងរបន្តិចហើយចឹងត្រឡប់មកវិញដែលយើងត្រូវចាំបាច់ត្រូវដឹងអំពី goal classification ដឹងអំពីតកតងទៅនឹង MMRC ហើយនឹង CAT ហ្នឹងគឺដើម្បីឲ្យយើងកំណត់ប្រភេទនៃ COPD របស់យើងថាតើអ្នកជំងឺយើងស្ថិតនៅក្នុងប្រភេទ A ប្រភេទ B ឬក៏ group E នៅក្នុងហ្នឹងលោកគ្រូឃើញថាបើសិនជាគាត់ group A បើន័យថាអ្នកជំងឺយើងគឺគាត់មិនសូវជាហត់ទេហើយក៏មិនសូវជាមានរោគសញ្ញាអីដែរមែនតើទៅទោះបីជាគាត់ធ្វើ spirometry ដឹងថាគាត់មាន COPD ក៏ដោយហើយនៅក្នុង group A នេះគឺមែនតើទៅមួយឆ្នាំចុងក្រោយដែលគាត់ history មួយឆ្នាំចុងក្រោយនេះគឺអត់មាន exacerbation ទេឬក៏អាចមានបន្តិចបន្តួចដែរតែអត់ធ្ងន់ធ្ងរទេមកមើលនៅ group B របស់យើងគឺបានន័យថាពេលហ្នឹងអ្នកជំងឺចាប់ផ្ដើមមានរៀងសាំងតូមរៀងច្រើនជាង group A តិចហើយក៏មានហត់នៅពេលគាត់ធ្វើសកម្មភាពអីមួយចំនួនធំបានន័យសកម្មភាពរៀងគ្រាន់បើច្រើនដែរប៉ុន្តែគាត់ឆាប់ហត់អាចឡើងចដើឡើងអីគាត់ឆាប់ហត់អញ្ចឹងណាប៉ុន្តែនៅក្នុងមួយឆ្នាំចុងក្រោយហ្នឹងគាត់ក៏អត់មាន exacerbation ឬក៏មានដែរតែมันមានឈានអាចថាមានយ៉ាងច្រើនមួយហើយអត់មានធ្ងន់ធ្ងររហូតដល់សម្រាប់នៅក្នុងមន្ទីរពេទ្យទេប៉ុន្តែដល់ពេលដែលយើងនិយាយអំពី group E នេះគឺជា group មួយដែលយើងអត់វាតម្លៃថា goal ហ្នឹងនៅក្នុងកម្រិតណាប៉ុន្តែជាទូទៅគឺកម្រិត2កម្រិត3ឡើងទៅហើយប៉ុន្តែអ្វីដែលយើងផ្ដោតសំខាន់ហ្នឹងគឺ group E ហ្នឹងគឺគេនិយាយអំពី history របស់ exacerbation របស់គាត់បានន័យថាគាត់មាន exacerbation ក្នុងមួយឆ្នាំចុងក្រោយហ្នឹងយ៉ាងហោចណាស់ក៏2ដងដែរក្នុងមួយឆ្នាំចុងក្រោយហ្នឹងហើយក្នុងនោះមានម្ដងយ៉ាងហោចដែលកម្រិត exacerbation របស់គាត់ហ្នឹងគឺធ្ងន់រហូតដល់អ្នកជំងឺត្រូវចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យអញ្ចឹងគេចាត់ទុកថាគាត់ជា group E អូខេអញ្ចឹងយើងចូលមកដល់ការព្យាបាលរបស់យើងវិញនេះខ្ញុំសូមជម្រាបលោកគ្រូអ្នកគ្រូថានេះគឺជា goal ដែលយើងដកចេញមកគឺ update 2025ហើយគឺជាស្តង់ដារសម្រាប់គ្រូពេទ្យយើងយកមកអនុវត្តសម្រាប់ COPD អញ្ចឹងលោកគ្រូអ្នកគ្រូឃើញថានៅក្នុង group A យើងមែនតើទៅក្រៅពី non pharmacological ដែលខ្ញុំបានបង្ហាញពី slide មុនហ្នឹងបូកជាមួយនឹង bronchodilator លោកគ្រូអ្នកគ្រូអាចជ្រើសរើសបានមិនថាទៅសាមាឬក៏ LABA តែក្នុងករណីនេះគឺយើងប្រើ SNIT ទេនៅពេលដែលគាត់ត្រូវការទេមិនជាប្រចាំទេតែនៅពេលដែលអ្នកជំងឺគាត់ចាប់ផ្ដើមចូលទៅដល់ group B នៅក្នុងនោះយើងឃើញថាការព្យាបាលដោយ bronchodilator គឺត្រូវតែមានជាប្រចាំដែលនៅក្នុង guideline goal 2025ចុងក្រោយហ្នឹងលោកគ្រូអ្នកគ្រូឃើញហើយគឺគេដាក់ LABA បូកជាមួយនឹង LAMA ហើយមែនតើទៅបើសិនជំរឿជាងនឹងទៀតយើងអាចនឹងជ្រើសយក LABA ក៏បានយក LAMA ក៏បាននៅពេលដែលអ្នកជំងឺគាត់ចាប់ផ្ដើមចូលទៅដល់ group E មាន exacerbation COPD ហើយពេលហ្នឹងគឺ LABA គឺនៅតែជាជំរើសប៉ុន្តែសំណួរសួរថាតើយើងនឹងឈានទៅដល់ការបូកជាមួយនឹង ICS ឬក៏អត់ cortico inhaler steroid ក្នុងករណីដែលអ្នកជំងឺគាត់អាចនឹងយើង consider ថា eosinophil របស់គាត់ហ្នឹងឡើងខ្ពស់លើសពី300ឬក៏អត់ចូលមកដល់ management មួយទៀតដែល management នេះមែនតើទៅរឿងនេះគឺរឿងរបស់យើងផ្ទាល់តែម្ដងដោយសារតែជាទូទៅគឺជំងឺដែលមកជួបគ្រូពេទ្យហើយមកជួបជាពិសេសខាងគ្រូពេទ្យសួតពួកខ្ញុំគឺភាគច្រើនគឺស្ថិតនៅក្នុងការប្រើប្រាស់ LABA បូកជាមួយនឹង ICS ដោយសារតែវាពិបាកដែរដោយសារតែនៅក្នុងទីផ្សារយើងបច្ចុប្បន្នយើងអត់មាន LAMA កាលពីមុនយើងអត់មាន LAMA Cell ទេហើយក៏អត់មានជា product ដែលមាន LABA Cell ដែរអញ្ចឹងអ្វីដែលយើងមានជាទូទៅច្រើនហ្មងគឺ LABA បូកជាមួយនឹង ICS ហ្នឹងដោយសារតែខ្ញុំគិតថាប្រហែលជាដោយសារតែពីរហ្នឹងបូកចូលគ្នាទៅអាចព្យាបាលទាំង HERD ផង COPD ផងអញ្ចឹងហើយបានជាទូទៅអ្នកជំងឺយើងគាត់ under treatment LABA បូកជាមួយនឹង ICS ចឹងនៅក្នុងករណីហ្នឹងអាហ្នឹងគឺយើងជួបរាល់ថ្ងៃតែម្ដងថាតើយើងត្រូវព្យាបាលគាត់យ៉ាងម៉េចអញ្ចឹងយើងបែងចែកជា3ក្រុមក្នុងករណីដែលអ្នកជំងឺយើងស្ថិតនៅក្រោមការព្យាបាល LABA បូកជាមួយនឹង ICS
ក្រុមទី1ក្រោយពីគាត់ព្យាបាលហើយគាត់មិនមានជា exacerbation អីទៀតទេប៉ុន្តែគាត់នៅមានសង្កូមអញ្ចឹងបើសិនជានៅមានសង្កូមគឺយើងមើលថាតើសង្កូមគាត់នឹងតិចឬក៏អត់បើសិនសង្កូមគាត់តិចបានគាត់នៅក្នុងក្រុម A ហើយត្រូវលោកគ្រូអញ្ចឹងយើងបានន័យថាថ្នាំរបស់គាត់ដែលគាត់ទទួលបានហ្នឹងគឺមានប្រសិទ្ធភាពអញ្ចឹងយើងត្រូវបន្តថ្នាំឡាបាបូកជាមួយនឹង ICS នឹងដដែលផ្ទុយទៅវិញបើសិនជាអ្នកជំងឺយើងមានសង្កូមច្រើនអាចចូលទៅដល់ក្រុម B ហើយ under treatment អញ្ចឹងពេលហ្នឹងយើងនឹង consider ថាតើយើងត្រូវបូកថែមឡាម៉ាមកជាមួយទៀតអត់បានន័យថាឡាម៉ាបូកជាមួយនឹង ICS នៅក្នុងករណី under treatment ឡាបាបូកជាមួយនឹង ICS ដូចគ្នាដែរប៉ុន្តែអ្នកជំងឺហ្នឹងគឺគាត់ល្អឡើងមាន exacerbation អីទៀតហើយក៏អត់មានសង្កូមអីដែរពេលហ្នឹងលោកគ្រូអ្នកគ្រូទាំងអស់អាចនឹង consider ក្នុងការបដូរទៅជាឡាបាឬក៏ឡាម៉ាបូកឡាបាតែម្ដងប៉ុន្តែបើសិនជាក្រោមការព្យាបាលឡាបា ICS តែអ្នកជំងឺគាត់នៅតែមាន exacerbation អញ្ចឹងយើងត្រូវមើលទៀតថាតើអ្នកជំងឺយើងគាត់មាន eosinophil ខ្ពស់អត់បើសិនជាអត់មានទេយើងអាចសាកល្បងបដូរមកឡាបាបូកឡាម៉ាប៉ុន្តែបើសិនជាអ្នកជំងឺមាន eosinophil ខ្ពស់ដែរក៏យើងអាចនឹងលោតមកចូលឡាម៉ាបូកជាមួយនឹង ICS តែម្ដងបើនិយាយទៅសេម៉ាហ្នឹងมันមានអីជាការពិបាកទេថ្នាំមានតែ3មុខទេឡាបាបូកជាមួយនឹង ICS តែប៉ុណ្្នឹងទេតែគ្រាន់ថាតើក្នុងលក្ខខណ្ឌណាដែលយើងប្រើទៅលើអ្នកជំងឺយើងនៅក្នុងក្រុមមួយណានេះគឺជាសេម៉ាដែលយើងគិត consider ទៅលើអ្នកជំងឺនៅពេលដែលគាត់ចូលមកថាតើគាត់មានពំនោទៅលើ hot ឬក៏ពំនោទៅលើ exacerbation អញ្ចឹងបើសិនជាគាត់សំខាន់គឺរឿង hot អញ្ចឹងអ្វីដែលយើងគិតក្នុងការព្យាបាលតើគ្រូអ្នកគ្រូឃើញហើយគឺនៅតែជាឡាម៉ាឬក៏ឡាបាបូកជាមួយនឹងឡាម៉ាដដែលហើយបើសិនជានៅតែធ្ងន់ធ្ងរទៀតក៏យើងនៅមានថ្នាំអីផ្សេងមួយចំនួនទៀតប៉ុន្តែខ្ញុំអត់ចង់និយាយទៅច្រើនដោយសារថ្នាំទាំងអស់ហ្នឹងបច្ចុប្បន្នគឺអត់ទាន់មាននៅស្រុកខ្មែរយើងទេរកអត់ឃើញអញ្ចឹងយើងមិនទៅទៀតទេផ្ទុយទៅវិញបើសិនជាយើងចង់ព្យាបាល manage ទៅលើ exacerbation COPD របស់គាត់ហ្នឹងក៏នៅតែជាឡាបានិងឡាម៉ាដដែលហើយបើសិនជាឡាម៉ាឬក៏ឡាបាមិនទទួលបានប្រសិទ្ធភាពអូខេយើងបូកឡាម៉ាបូកជាមួយនឹងឡាបាហើយបើសិនជានៅតែអត់មានប្រសិទ្ធភាពទៀតសួរថាតើយើងត្រូវបដូរវាទៅឡាបាបូកជាមួយនឹង ICS ឬក៏យើងអាចបន្ថែមជាមួយនឹងថ្នាំមួយចំនួនផ្សេងទៀតដើម្បីជួយសម្រួលនិងកាត់បន្ថយ exacerbation របស់គាត់នឹងក្នុងករណីដែលយើងប្រើឡាបាបូក ICS ហើយអ្នកជំងឺនៅតែមាន exacerbation ទៀតអញ្ចឹងកន្លែងហ្នឹងរៀងស្មុគស្មាញទៅជ្រៅតិចហើយដែលយើងត្រូវគិតមើលថាតើអ្នកជំងឺមាន eosinophil កើនឡើងអត់ដែលគេហៅថា herd complicate ណាអញ្ចឹងពេលហ្នឹងអាចនឹងឈានទៅដល់ការប្រើប្រាស់ទៅលើពពុះ immunotherapy កន្លែងនេះនាងខ្ញុំចង់បញ្ជាក់ជូនលោកគ្រូអ្នកគ្រូដែរទៅលើឡាបានិងឡាម៉ាហ្នឹងគៀងបាទឡាបាឡាម៉ាលោកគ្រូអ្នកគ្រូឃើញនៅក្នុងការសិក្សានេះគឺ evidence A ហើយបានន័យថាគឺច្បាស់លាស់មែនតើហើយដែលយើងឃើញថាឡាបាក៏ដោយឡាម៉ាក៏ដោយគឺសុទ្ធតែមានតួនាទីនៅក្នុងការ improve lung function test របស់អ្នកជំងឺកាត់បន្ថយនៅការហត់របស់អ្នកជំងឺ improve ទៅលើ health status របស់គាត់ហើយកាត់បន្ថយ exacerbation COPD របស់គាត់មួយទៀតគឺកន្លែងនេះដែលខ្ញុំចាប់អារម្មណ៍វា slide ហ្នឹងវារៀងតាក់បន្តិចឡាម៉ានេះនៅកន្លែងនេះដែលយើងត្រូវចាប់អារម្មណ៍ទាំងអស់គ្នាសម្រាប់ឡាម៉ាវិញគឺគេឃើញថាបើយើងប្រៀបធៀបជាមួយនឹងឡាបាគឺវាមាន effective ល្អកាត់បន្ថយ exacerbation COPD ហ្នឹងល្អជាងបន្តិចដែរបើប្រៀបធៀបជាមួយនឹងឡាបាហើយ evidence ហ្នឹងគឺ evidence A គឺល្អមែនតើហើយក៏មានតួនាទីនៅក្នុងការកាត់បន្ថយនៅភាពធ្ងន់ធ្ងររបស់ COPD ដែលធ្វើឲ្យអ្នកជំងឺនឹងឈានទៅដល់ការសម្រាកនៅមន្ទីរពេទ្យផងដែរអញ្ចឹងមែនតើទៅ final ការសិក្សានៅឆ្នាំ2025នៅក្នុង goal យើងឃើញថាគេ recommend មែនតើទៅលើការប្រើប្រាស់ឡាម៉ាឬក៏ឡាបានឹងសម្រាប់ COPD របស់យើងអញ្ចឹងសរុបមកដែលយើងនិយាយថាឡាម៉ាហ្នឹងតើជាប្រភេទថ្នាំបែបណាដែលគេយកមកធ្វើការសិក្សានៅក្នុងការព្យាបាលជំងឺ COPD ដែលឡែកខ្ញុំអត់បាននិយាយពីឡាបាទេដោយសារយើងអត់ទាន់មាន molecular base អញ្ចឹងនៅក្នុងឡាម៉ានេះអ្វីដែលយើងឃើញការសិក្សាច្រើនមែនតើហើយ
គេយកមកអនុវត្តទៅហើយជ្រើសរើស molecule ហ្នឹងយកមកជាការព្យាបាលនៅក្នុង COPD យើងរួចទៅហើយហ្នឹងគឺពពួកចូលត្រូបខ្យូមនឹងឯងអញ្ចឹងចូលត្រូបខ្យូមនេះគឺបាន approval ពី FDA ហើយយើងអាចប្រើបាននៅក្នុងគ្រប់ទម្រង់ទាំងអស់នៅក្នុង COPD របស់យើងហើយក៏នៅក្នុង herd ផងដែរលើកលែងតែកុមារដែលមានអាយុក្រោម6ឆ្នាំហ្នឹងគឺអត់អនុញ្ញាតឲ្យប្រើប្រាស់ទេនេះខ្ញុំគ្រាន់តែបង្ហាញអំពីការសិក្សាច្រើនមែនតើតកតងទៅនឹង e-pratropium សំទោសចូលត្រូបខ្យូមរបស់យើង slide វារៀងយឺតបន្តិចអានេះខ្ញុំគ្រាន់តែបង្ហាញខ្លីៗទេជូនលោកគ្រូអ្នកគ្រូដើម្បីឲ្យដឹងថាមុននឹងគេសម្រាប់ចិត្តថាយកចូលត្រូបខ្យូមជា molecule LAMA ដែលសំខាន់សម្រាប់ការព្យាបាលនៅ COPD របស់យើងហ្នឹងគឺបានសិក្សាច្រើនមែនតើហើយវាកៀងអញ្ចឹងជាសរុបលោកគ្រូអ្នកគ្រូនឹងឃើញហើយមេតាជាមេតា analysis ហ្មងគឺអ្នកសិក្សាវាច្រើនមែនតើហើយទៅលើចូលត្រូបខ្យូមហ្នឹងគឺកាត់បន្ថយ exacerbation COPD កាត់បន្ថយនៅការចូលទៅសម្រាប់មន្ទីរពេទ្យដោយភាពធ្ងន់ធ្ងររបស់ COPD របស់អ្នកជំងឺតាមដោយការប្រើចូលត្រូបខ្យូមនឹងឯងហើយកាត់បន្ថយនៅអត្រាមរណភាពដែលបង្កឡើងដោយ COPD អានេះខ្ញុំគ្រាន់សង្ខេបជូនលោកគ្រូអ្នកគ្រូទេព្រោះខ្ញុំឃើញការសិក្សាហ្នឹងវាច្រើនមែនតើនៅក្នុងហ្នឹងសង្ខេបជូនលោកគ្រូអ្នកគ្រូឲ្យដឹងអំពីចូលត្រូបខ្យូមរបស់យើងដែលគេធ្វើការសិក្សារួមអស់ហើយជាសរុបខ្ញុំសង្ខេបទេពីការសិក្សាទាំងអស់ហ្នឹងថាហេតុអីបានគេជ្រើសយកចូលត្រូបខ្យូមជា LAMA ដែលសំខាន់សម្រាប់ព្យាបាល COPD អញ្ចឹងសរុប meta analysis ទាំងអស់ហ្នឹងមកគឺលទ្ធផលចេញមកចូលត្រូបខ្យូម improve ទៅលើ lung function test វា improve ទៅលើ executive performance របស់អ្នកជំងឺរបស់យើង improve ទៅលើការធ្វើនៅ pulmonary rehabilitation មានន័យថាស្តារនីតិសម្បទាទៅលើអ្នកជំងឺដែលមានជំងឺរលាកទងសួតរ៉ាំរ៉ៃហើយអានេះបង្កើននៅបានន័យថាជួយសម្រួលទៅលើអ្នកជំងឺដែលគាត់មាន desaturation ណុកទៀនពេលយប់ឡើងដោយសារតែ COPD ហ្នឹងក៏វាអាចជួយដែរបង្កើននៅ quality of life របស់ប្រជាអ្នកដែលគាត់មានជំងឺ COPD កាត់បន្ថយនៅ exacerbation COPD កាត់បន្ថយនៅការហត់របស់អ្នកជំងឺរបស់យើងហើយកាត់បន្ថយនៅការវិវត្តទៅរកភាពធ្ងន់ធ្ងររហូតទៅដល់សម្រាប់នៅមន្ទីរពេទ្យហើយអ្វីដែលចុងក្រោយខ្ញុំសប្បាយចិត្តពេញចិត្តជាងគេនេះគឺចុងក្រោយគឺចូលត្រូបខ្យូមគឺ safe មែនតើសម្រាប់ការប្រើប្រាស់ក្នុងរយៈពេលយូរបទបង្ហាញរបស់ខ្ញុំតកតងទៅនឹង management COPD ដែលអាប់ដេតថ្មីនេះគឺសូមបញ្ចប់ត្រឹមប៉ុណ្ណឹងហើយសូមអរគុណសម្រាប់លោកគ្រូអ្នកគ្រូទាំងអស់ដែលកំពុងតែតាមដានទស្សនាហើយបើសិនជាមានសំណួរអីផ្សេងៗលោកគ្រូអ្នកគ្រូអាចលើកយកជាអាចសួរបានចាអរគុណច្រើន